ព្រឹកហ្នឹងខ្ញុំបានធ្វើដំណើរមកដល់ Studio Collection របស់ Makuchin Studio ដែលជាកន្លែង teamwork របស់ខ្ញុំផលិតនៅអាវយឺតដែលរចនាដោយស្នាដៃរបស់ក្រុមពួកខ្ញុំហ្នឹងនៅនេះក៏វាមាន collection សម្រាប់លក់ហើយនិង collection ដែល custom ដោយស្នាដៃខ្ញុំនិងក្រុមការងាររបស់ខ្ញុំដែរនៅព្រឹកនេះខ្ញុំ skip ការងារនៅ studio ឯកជននៅផ្ទះហើយធ្វើដំណើរមក studio ទី2ដែលជាកន្លែង teamwork របស់ពួកខ្ញុំជួបជុំគ្នានឹងធ្វើការងារផលិតនៅ collection អាវទាំងអស់នេះព្រោះតែថ្ងៃហ្នឹងខ្ញុំមានរបស់ពិសេសមួយយកមកដាក់តាំងគឺដូចឃើញប្រហែលសប្តាហ៍មុនដូចជាមួយសប្តាហ៍មុនឬ2សប្តាហ៍មុនខ្ញុំបានបង្ហោះរូបខ្ញុំអង្គុយរចនារូបថ្មីនៅលើអាវធំមួយគឺរូបតួអង្គនរសិង្ហតែខ្ញុំ design បែប tech wear outfit style cyber ការរចនា custom នេះគឺខ្ញុំយកអាវលងាដែលខ្ញុំទិញមកវាធំក្រាស់ពេកខ្ញុំពាក់អត់កើតក៏នឹកឃើញថាទុកចោលវាស្ដាយអស់ក៏ design គូដោយស្នាដៃខ្លួនឯងមួយហើយក៏បោះវានៅលើអាវនឹងជារូបភាពហើយចំពោះ mode custom នេះខ្ញុំធ្វើសម្រាប់តែ custom តាំង office ទេមិនមែនមាននៅក្នុង collection លក់របស់ store Makuchin Studio ទេហើយខ្ញុំក៏មានកំណត់ចង់ custom mode អាវច្រើនទៀតទាំងខោទាំងអីដែរគាត់ថាឥឡូវ team Studio Makuchin យើងមានលទ្ធភាពត្រឹមតែ collection អាវយឺតសម្រាប់លក់នៅក្នុង store តែការដែលពួកយើងតែងតែរកវិធី custom ខោ custom អាវ custom អ្វីផ្សេងៗទៀតហ្នឹងពោះថ្ងៃអនាគតពួកខ្ញុំក៏មានបំណងចង់ធ្វើជា collection សម្លៀកបំពាក់ផ្សេងលើពីអាវយឺតដូចជាមួកដូចជាអាវធំឬក៏ខោអីទៅមុខទៀតតែរងចាំទៅពេលនោះពួកយើងមានឧបករណ៍ម៉ាស៊ីននិងវត្ថុធាតុដើមគ្រប់គ្រាន់ដើម្បីធ្វើហើយអត់មានអីច្រើនទៀតទេអរគុណហើយសូមជម្រាបលា